សម្រាប់វីដេអូមួយនេះគឺខ្ញុំមកបង្ហាញបងប្អូនឲ្យមួយជាមួយនឹងស៊ីងលីងចាញ់ខ្នាតតូចធំនៅវិញម្ដងហើយសម្រាប់ស៊ីងនេះវិញគឺបងប្រុសម្ចាស់ពីរផ្សេងគ្នាបងប្រុសគាត់នៅខាងបៃចានោះគាត់កំងយកខ្នាត2ម៉ែត្រកន្លះជាប់ជាមួយនឹងស៊ីង2ឃ្លុកស្រស់ស្អាតមែនតើមានធ្នើ2ជាន់មានធ្នើលាតធម្មតាហើយនឹងធ្នើចកាចានហើយកន្លែងនេះគឺធ្វើជាស្រឡាញ់សម្រាប់គាត់ដាក់កាប់កែវឲ្យផ្សេងៗចឹងទៅស្រស់ស្អាតមែនតើបងប្អូនជាមួយនឹងខ្នាតវែងបែបនេះហើយមួយជាមួយនឹងស៊ីងមួយឃ្លុកនេះវិញគឺស្រស់ស្អាតដូចគ្នាសល់ space ច្រើនហើយខាងលើនោះវិញខ្ញុំធ្វើជាធ្នើ2ជាន់ចំពោះអវ៉ាន់ខាងខ្ញុំគឺខ្ញុំធានាទាំងគុណភាពអីវ៉ាន់ដែកអីណុកក្រាស់ក្រាស់និងទឹកដៃជាងដែលគាត់មានជំនាញច្បាស់លាស់បងប្អូនយកទៅប្រើប្រាស់ដោយមានទំនុកចិត្តចាស់ឲ្យសម្រាប់បងប្អូនណាដែលគាត់ត្រូវការបងប្អូនអាចកំងទៅតាមតម្រូវការមិនថាខ្នាតតូចឬក៏ខ្នាតធំគឺខ្ញុំនឹងធ្វើទៅតាមតម្រូវការរបស់បងប្អូនចាស់ឲ្យមកមើលសកម្មភាពជាងវិញគឺគាត់កំពុងតែធ្វើការរៀបចំដឹកជូនភ្ញៀវហើយសម្រាប់ទីតាំងវិញបងប្អូនដល់ពិបាករកទេគឺខ្ញុំធ្វើនៅខាងពោធិ៍ចន្តង់នៅទល់មុខវត្តតាំងកសាំងខាងត្បូងនឹងតែម្ដងនៅលើផ្លូវ 105K បងប្អូនអាចចូលទៅក្នុង comment គឺខ្ញុំតម្លាក់ link Telegram និង link location នៅក្នុងនឹងតែម្ដងហើយសម្រាប់វីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណច្រើនដល់អតិថិជនដែលគាត់មានទំនុកចិត្តមកលើខាងសិប្បកម្មយើងខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបងប្អូនទាំងអស់គ្នា